Bà số đây là tao này nấu thằng này mau ăn xịp thử mùi nấu ai bọn nó lấy vật tầm nạ đại chỉ tì tăng muối cứ lệ cái nạ free reading สำหรับ បងប្អូន ដែល មាន ចំណាប់ អារម្មណ៍ ចង់ ធ្វើ ការ អាន សិភៅ នៅ ឯ បណ្ណាល័យ នៅ ទី នោះ ណា បងប្អូន ណា ហើយ ថ្ងៃ នេះ គឺជា ថ្ងៃ ទី 2 ដែល ខ្ញុំ ធ្វើ ការ អាន ត ពី ទំព័រ ទី 19 មក ដល់ ទី 30 ទំព័រ នៃ សិភៅ មួយ ដែល មាន ចំណង ជើង ថា ការ គ្រប់គ្រង រដ្ឋបាល ដែនដី សិភៅ នេះ គឺជា ការ បោះពុម្ព ឡើង ដោយ បណ្ឌិត ហៀងសាង ហើយ និង អនុបណ្ឌិត បេង ឆុង បងប្អូន ណា ហើយ គឺជា សិភៅ ដែល ធ្វើ ការ អត្ថាធិប្បាយ ទាក់ទង ទៅ នឹង ការ គ្រប់គ្រង ដែនដី នៅ ក្នុង ប្រទេស កម្ពុជា យើង ប៉ុន្តែ ខ្ញុំ អាន បាន ត្រឹម តែ ទើប នឹង ដល់ 30 ទំព័រ ទី 30 ទេ ហើយ នឹង មាន បំណង ចង់ បន្ត ធ្វើ ការ អាន ឲ្យ ជាប់ បើសិន បើ មាន ពេល វេលា ទៅ ទី នោះ ម្ដង ទៀត បងប្អូន ណា ហើយ ជា ចុងក្រោយ នេះ ក៏ សូម លើក ទឹកចិត្ត ទៅ ដល់ បងប្អូន ឬ ក៏ អ្នក សិក្សា រៀនសូត្រ សិស្សានុសិស្ស ទាំង អស់ ធ្វើ ការ ចំណាយ ពេល នៅ ក្នុង ការ អាន អ្វី ដែល ជា គុណវុឌ្ឍិ សម្រាប់ ការ ដឹកនាំ នៃ ជីវិត ខ្លួនឯង ឲ្យ បាន ច្រើន ពី ព្រោះ ថា នៅ បណ្ណាល័យ នៅ ទី នោះ គឺជា ទី កន្លែង មួយ ដែល ស្ងប់ ស្ងាត់ សម្រាប់ ការ ស្វែងយល់ និង ការ សិក្សា រៀនសូត្រ នៅ ចំណេះដឹង ជា ទូទៅ ហើយ ក៏ មាន បែងចែក នៅ ប្លុក សិភៅ ជា ច្រើន ទាក់ទង ទៅ នឹង សង្គម ទាក់ទង ទៅ នឹង ចិត្តវិទ្យា ទាក់ទង ទៅ នឹង វប្បធម៌ ទាក់ទង ទៅ នឹង police របស់ យើង ក៏ មាន នៅ ទី នោះ ផង ដែរ ហើយ បើ សិន ជា មាន ពេល ក៏ គួរ តែ ចំណាយ ពេល ចូល រួម នៅ ក្នុង ការ អាន ដើម្បី បង្កើន នៅ ស្មារតី នៅ ក្នុង ការ ដឹកនាំ នៃ ជីវិត យើង បាទ សូម អរគុណ ជួប គ្នា នៅ ខ្សែ វីដេអូ ក្រោយ បាយ បាយ